ក្នុងគណៈពេលនេះមហាជនព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិភ្ញៀវទេសចរជាច្រើនក៏កំពុងតែស្ងៀមស្ងាត់ផ្ដោតចក្ខុយ៉ាងស្ងៀមស្ងាត់ឆ្ពោះទៅលើសកម្មភាពនៃការបរិភោគអាហារទាំង7មុខរបស់គោឧសភរាជហើយបន្តិចទៀតនេះបងប្អូនទាំងនៅទីនេះក៏ដូចជាបងប្អូនទូរទស្សនិកជនដែលកំពុងតាមដានទស្សនានៅកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សន៍កម្ពុជាក៏ដូចជាទស្សនានៅតាមកញ្ចក់ទូរទស្សន៍នានាដែលធ្វើការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍កម្ពុជានោះនឹងបានយល់នឹងបានស្ដាប់នឹងបានដឹងអំពីលទ្ធផលនៃការផ្សងគោឧសភរាជដែលនឹងប្រកាសជូនដោយព្រះរាជគ្រូនាពេលបន្តិចទៀតនេះស្ដាយហើយនឹងស្រូវទូរទស្សនិកជនជាទីគោរពបើតាមការសង្កេតដោយភ្នែកផ្ទាល់របស់ខ្ញុំបាទនៅក្នុងឱកាសនេះគោឧសភរាជមួយដំនេះគឺបានបរិភោគពោតនិងសម្ដែងបានច្រើនជាងគេហើយចំពោះលទ្ធផលជាក់ស្ដែងយ៉ាងណានោះអាស្រ័យទៅលើព្រាហ្មណ៍ព្រះរាជគ្រូតែម្នាក់គត់ដែលមានសិទ្ធិក្នុងការប្រកាសនៅលទ្ធផលសម្រាប់គោឧសភរាជបរិភោគចំណីអាហារទាំង7មុខនៅលើតុនេះនៅក្នុងឱកាសដ៏វិសេសវិសាលនៃការប្រពៃពិធីច្រត់ពនះគល់ដែលបានប្រពៃធ្វើឡើងយ៉ាងមហោរឹកអធិកអធមនៅទីលានជលដំរីដែលស្ថិតនៅក្នុងបរិវេណនៃរាជធានីអង្គរធំនៅក្នុងឱកាសនេះព្រាហ្មណ៍រាជគ្រូនឹងធ្វើការប្រកាសនៅលទ្ធផលដែលគោឧសភរាជបរិភោគនៅចំណីអាហារទាំង7មុខនេះដែលមានដូចតទៅសូមក្រាបថ្វាយបង្គំសម្ដេចព្រះអភិសរិយសុគន្ធាមហាសង្ឃរាជាធិបតីបួគ្រីសម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយនិងព្រះរាជាគណៈគ្រប់ព្រះអង្គជាទីសក្ការៈសូមក្រាបថ្វាយបង្គំបកករណាជាអម្ចាស់ជីវិតឬត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពនិងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមគោរពជូនសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់អ្នកមនាងអ្នកអុកញ៉ាឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសជាតិអន្តរជាតិនិស្សិតសិស្សនិងបងប្អូនជនរួមជាតិជាបន្តទៅនេះទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនិងជម្រាបជូនអំពីលទ្ធផលនៃការផ្សងប្រផ្នូលតាមរយៈគោឧសភរាជឲ្យបរិភោគនៅអាហារទាំង7មុខទៅតាមតម្រាពីបរមរានហើយដែលគោឧសភរាជបានបរិភោគដូចតទៅ1សណ្ដែកក្នុងឆ្នាំនេះទទួលផលបានបង្គួរ2ពោតក្នុងឆ្នាំនេះទទួលផលបានល្អចាំមើលតានេះគឺជាការផ្សងប្រផ្នូលទៅតាមទំនៀមទម្លាប់ព្រះរាជប្រវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លតាំងពីបុរាណកាលមកប៉ុណ្ណោះក៏ដូចជាការប្រកាសថារដូវវប្បមង្គលចូលមកដល់ហើយជាទីបញ្ចប់ទូលព្រះបង្គំជាខ្ញុំសូមប្រកាសបួងសួងដល់គុណបុណ្យព្រះទេវរូបទាំងអស់និងដល់អានុភាពនៃវត្ថុស័ក្តិសិទ្ធិលើលោកព្រមទាំងអំណាចបារមីនៃទេវតាទាំង10000លោកធាតុសូមជួយបណ្ដាលឲ្យមានទឹកភ្លៀងធ្លាក់ចុះតាមរដូវកាលធាតុអាកាសដើរទៀងទាត់ជាពិសេសគុណបុណ្យព្រះពលទេពដែលជាតំណាងតួអង្គក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនិងអានិសង្សដែលកើតមានឡើងអំពីការប្រារព្ធនៅព្រះរាជពិធីច្រត់ព្រះនង្គ័លនាពេលនេះមេត្តានាំមកនៅសេចក្តីសុខសម្បូរសប្បាយត្រជាក់ត្រជុំរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជាជាចាកផុតពីគ្រោះធម្មជាតិទាំងឡាយដែលតាមយាយីដល់ភោគផលកសិកម្មដែលជាអាយុជីវិតរបស់ប្រជាជននិងប្រទេសជាតិម្យ៉ាងវិញទៀតទូលព្រះបង្គំជាខ្ញុំ
សូមបួងសួងដល់គុណបនបារមីនៃទេវតាឆ្នាំថ្មីព្រះនាមមុនឌាទេវីបុត្រីទី4នៃកបិលមហាព្រំសូមព្រះអង្គប្រោះព្រំសពសាសុការពរបវរសួស្ដីសិរីមង្គលវិបុលសុខថ្វាយចំពោះព្រះករណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករណាព្រះបាទសម្ដេចមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមថ្វាយព្រះពរចំពោះសម្ដេចព្រះមហាសង្ឃរាជនិងប្រគេនពរចំពោះព្រះរាជាគណៈគ្រប់ព្រះអង្គសូមជូនពរចំពោះសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវសូមថ្វាយនិងជូនពរចំពោះសម្ដេចព្រះអង្គម្ចាស់អ្នកមនាងអ្នកអង្គម្ចាស់អ្នកអង្គញាឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសជាតិអន្តរជាតិអស់លោកស្រីជាមន្ត្រីរាជការគ្រប់មុខតំណែងនិស្សិតសិស្សានុសិស្សនិងបងប្អូនប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាសូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងឡាយគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈកំបីគ្លៀងគ្លាតឡើយសូមអរប្រគុណនិងអរគុណនៅក្នុងកម្មវិធីជាបន្តទៅទៀតនេះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននៅព្រះអំណោយជូនចំពោះប្រជាតំណាងប្រជាកសិករចំនួន2រូបដែលតំណាងឲ្យប្រជាកសិករចូលរួមចំនួន48រូបសូមគោរពអញ្ជើញតំណាងប្រជាកសិករទូរទស្សនិកជនដែលកំពុងតាមដានទស្សនានៅកម្មវិធីផ្សាយពិសេសផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាអំពីខេត្តសៀមរាបជាទីគោរពនិងជាទីមេត្រីអំបញ្ញមិញនេះលោកនាងកញ្ញាប្រិមត្តទូរទស្សន៍ជាតិអំណោយរបស់ប្រកាន់ជាអម្ចាស់ជីវិតលើត្បូងនៃការផ្សងគុំព្រះអំណោយសម្រាប់របរកសិកម្មសម្ដេចព្រះជាកសិករយើងនៅក្នុងឆ្នាំ2000នេះដែលបានប្រកាសឲ្យព្រាមព្រីគ្រូបរិខាបច្ច័យថ្វាយបានប្រកាសជូនសម្ដេចព្រះអង្គរាជចំនួន2ព្រះអង្គមួយព្រះអង្គក្នុងឱកាសដ៏ពិសេសបានត្រីចំនួន1កញ្ចប់បច្ច័យចំនួន44នេះដែរព្រះកណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសពព្រះរតីមហាសង្ឃរាជជាតិប្រោះព្រះរាជទាននៅព្រះអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គព្រះរាជទានចំពោះកូនចៅប្រជារាស្ត្រដែលតំណាងមកពីបណ្ដាខេត្តរាជធានីទាំង24ដែលក្នុងមួយខេត្តតំណាងដោយប្រជារាស្ត្រចំនួន2នាក់សរុបទាំងអស់គឺ48នាក់បានទទួលនៅព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះកណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គប្រោះព្រះរាជទាននៅក្នុងឱកាសដ៏វិសេសវិសាលដែលព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងព្រះពិធីច្រត់ព្រះនគរនាខេត្តសៀមរាបនាថ្ងៃដ៏វិសេសវិសាលនេះផងដែរយើងខ្ញុំសូមជម្រាបជូនផងដែរថាជាមួយនឹងការប្រោះព្រះរាជទាននៅព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះកណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជទានសម្រាប់ប្រជារាស្ត្រមកពីបណ្ដាខេត្តរាជធានីទាំង24ដែលសរុបទាំង48នាក់នេះក្រៅអំពីព្រះសកម្មភាពដ៏ថ្លៃថ្លាលើវិស័យមនុស្សធម៌នៅក្នុងឱកាសនៃការប្រពៃពិធីច្រត់ព្រះនង្គ័លនេះព្រះកណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការផ្សាយរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជាយើងសង្កេតឃើញថាព្រះអង្គបានយាងចុះទៅកាន់បណ្ដាខេត្តក្រុងនានាសួរសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គនៅតាមទីជនបទដាច់ស្រយាលដែលមានជីវភាពខ្សត់ខ្សោយខ្វះខាតក្នុងបញ្ហាជីវភាពរស់នៅរបស់ព្រះអង្គនៅតាមបណ្ដាតំបន់ខេត្តក្រុងនានាទូទាំងព្រះរាជាណាចក្រកម្ពុជាព្រមទាំងព្រះរាជទាននៅព្រះអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គដើម្បី